លោកសសរុនបានសរសេរក្នុងសៀវភៅរបស់គាត់ដោយកំណត់ថានេះជាព្រលឹងមួយរបស់ខ្មែរជ្រុលនិយមមានន័យថាវាហួសកម្រិតវាលើសពីភាពធម្មតាលើសពីភាពជាកណ្ដាលស្ថានភាពនេះសំដៅលើទស្សនៈពាក្យសម្ដីឬអាកប្បកិរិយាដែលអ្នកដទៃជាច្រើនផ្សេងទៀតយល់ថាវាគ្មានសមហេតុផលនិងមិនអាចទទួលយកបានការប្រកាន់ផ្នត់គំនិតជ្រុលនិយមគឺជាស្ថានភាពមួយដែលមនុស្សបាត់បង់ការពិចារណាត្រឹមត្រូវយើងគ្មានការគិតបែបហ្មត់ចត់ពេញលេញនឹងវិចារណញ្ញាណទេឧទាហរណ៍ខ្មែរមួយចំនួនប្រកាន់ទស្សនៈថាឆ្កែព្រោះមិនដែលខាំក្នុងតថភាពវាកម្រនឹងជួបឆ្កែដែលចាំតែខាំឬចាំតែព្រោះប្រកាន់ឯកទេសច្បាស់លាស់បែបនេះខ្លះជឿថាមានមិនដែលប៊ីតក្រមិនដែល3ចំនួនឡាសុទ្ធតែជាទស្សនៈពុំត្រឹមត្រូវផ្នត់គំនិតជ្រុលនិយមកើតមានក្រោមទិដ្ឋភាពពីរម្យ៉ាងមកពីរបៀបក្នុងការគិតនិងការវិនិច្ឆ័យមិនត្រឹមត្រូវនិងម្យ៉ាងទៀតមកពីផ្នត់គំនិតអស្មិមានៈបទពិសោធន៍ដ៏អាក្រក់មួយការនៅក្រោមរបបកម្ពុជាប្រជាធិបតេយ្យជាមេរៀនមួយសម្រាប់ខ្មែរគ្រប់រូបពួកអ្នកដឹកនាំចលនាកុម្មុយនីសកម្ពុជាមានមហិច្ឆតាចង់កសាងសង្គមថ្មីល្អផូរផង់មួយឲ្យហក់ស្ទុះឡើងលឿនស្លេវក្នុងល្បឿនមហាលោតផ្លោះនិងមហាអស្ចារ្យដោយជំរុះចោលមនុស្សទាំងអស់ដែលប្រឡាក់ប្រឡូកដោយឥទ្ធិពលប្រតិកិរិយានានានិងប្រើបំបោសមនុស្សទាំងឡាយដែលសេសសល់ជាមួយនឹងការផ្គត់ផ្គង់របបអាហារតិចតួចបំផុតគ្មានពេលសម្រាកគ្មានថ្នាំសង្កូវដោយសារផ្នត់គំនិតជ្រុលនិយមយើងឃើញភាពផ្ទុយគ្នារវាងគោលដៅដែលអង្គការចង់បាននិងមធ្យោបាយដើម្បីសម្រេចលទ្ធផលគឺប្រើមនុស្សដោយលក្ខខណ្ឌយ៉ាប់យ៉ឺននិងអាហារស្ដួយស្ដាប់បំផុតហើយទីបញ្ចប់របបនេះមិនអាចសម្រេចគោលដៅទេព្រមទាំងដួលរលំទៀតផងប្រការមួយទៀតដែលគួរពិចារណាគឺជនជាតិខ្មែរតែកាលណាស្អប់ហើយមិនខ្ចីនិយាយរកមិនចង់ស្វែងយល់ពីគ្នាទៅវិញទៅមកឡើយនិងថែមទាំងមិនចង់ឃើញរហូតដានជើងនេះជាគំនិតជ្រុលនិយមរបស់ខ្មែរទាំងចំពោះជនជាតិខ្មែរដូចគ្នាក៏ដូចជាចំពោះពួកបរទេសជិតខាងដែលខ្លួនមិនចូលចិត្តក្នុងបរិបទជ្រុលនិយមនេះដែរដោយសារការមិនចូលចិត្តពួកវៀតណាមខ្មែរយើងពីមុនរហូតមកមិនដែលរៀនសូត្រឬស្វែងយល់ពីអ្នកជិតខាងដែលចូលចិត្តតែកេងប្រវ័ញ្ចពីកម្ពុជាដែលទុនខ្សោយនោះទេយើងមិនយល់ពីផ្នត់គំនិតចំណុចខ្លាំងខ្សោយគោលបំណងកលល្បិចនិងយុទ្ធសាស្ត្ររបស់គេទេដូចនេះហើយយើងចាញ់កលគេជារឿយៗមកម្ដងហើយម្ដងទៀតជួនកាលជាកលល្បិចចាស់ថែមទៀតសម្ដេចនរោត្តមសីហនុក៏ទ្រង់បានសារភាពដែរផ្ទុយទៅវិញគេស្គាល់យើងយ៉ាងច្បាស់ទាំងចិត្តគំនិតនិងវប្បធម៌ភាពខ្លាំងនិងខ្សោយរបស់យើងសូមលើកឧទាហរណ៍មួយកាលពីដើមបណ្ដាឆ្នាំ1980តាមការឲ្យដឹងពីសិស្សនៅសាលាសិល្បៈបុរាណរបស់យើងជំនាញការវៀតណាមណែនាំពួកនាងដែលជានាដការីនៃរបាំបុរាណទាំងឡាយដូចជារបាំអប្សរាជាដើមឲ្យរាំដោយពាក់ស្បែកជើងពួកនាងឆ្លើយថារបាំនេះគេមិនដែលពាក់ស្បែកជើងទេដោយដែលមានបង្ហាញនៅប្រាសាទអង្គរជាភស្តុតាងជំនាញការវៀតណាមតបថាបើចង់រក្សាលំនឹងដោយសម័យអង្គរពួកនាងក៏ត្រូវរាំដោយមិនត្រូវពាក់អាវដែរជាបន្ថែមមុនពេលរំដោះក្រុងភ្នំពេញថ្ងៃទី7ខែមករាឆ្នាំ1979តែប៉ុន្មានថ្ងៃប៉ុណ្ណោះពួកវៀតណាមបានបញ្ជូនកម្ម៉ង់ដូជាមនុស្សកង្កែបឲ្យចូលមកភ្នំពេញមកដល់ទន្លេចតុមុខក្នុងបំណងធ្វើការរំដោះសម្ដេចនរោត្តមសីហនុដែលគង់ក្នុងព្រះរាជវាំងប៉ុន្តែគម្រោងការនេះពុំបានសម្រេចទេដោយមនុស្សកង្កែបទាំងនោះត្រូវកងទ័ពខ្មែរក្រហមសម្លាប់ប្រការទាំងនេះក៏បង្ហាញថាពួកវៀតណាមស្គាល់បានយ៉ាងច្បាស់លាស់ស្គាល់ទឹកចិត្តខ្មែរចំពោះអតីតព្រះមហាក្សត្រហើយនឹងទម្ងន់នៃឥទ្ធិពលព្រះអង្គនៅលើឆាកនយោបាយអន្តរជាតិពោលគឺពួកគេមានការគិតគូរជាយុទ្ធសាស្ត្រថែមទៀតនិងមិនជ្រុលនិយមដោយពួកខ្មែរយើងទេផ្ទុយទៅវិញចំពោះខ្មែរគ្នាឯងតែកាលណាមិនចូលចិត្តគ្នាហើយ
តែងរកលេសមធ្យោបាយនិងបំផ្លាញតាមគ្រប់លទ្ធភាពដែលមានលែងគិតថាមានឈាមឬមាតុភូមិតែមួយទៀតហើយឬថែមទាំងប្រើមធ្យោបាយដែលមានភាពស្មោកគ្រោកព្យាបាទគ្នាយ៉ាងស្លាប់រស់ទៀតផងដូចនេះហើយពាក្យស្លោកទឹកឡើងត្រីស៊ីស្រមោចទឹកហើយស្រមោចស៊ីត្រីអន្តោលឥតឈប់ឈរក្នុងវប្បធម៌នយោបាយខ្មែរនេះជាវប្បធម៌ជ្រុលនិយមតែរៀងៗខ្លួនមួយទៀតដែរក្នុងសង្គមខ្មែរបច្ចុប្បន្នមានការប្រឆាំងយ៉ាងជ្រៅមិនត្រឹមតែក្នុងរង្វង់អ្នកនយោបាយប៉ុណ្ណោះទេវាបានទាំងរាលដាលទៅដល់យុវជននិងជនទាំងឡាយដែលគាំទ្រគណៈបកនយោបាយថែមទៀតអ្វីដែលគួរឲ្យព្រួយបារម្ភខ្លាំងជាងនេះទៅទៀតគឺភាពស្រួចស្រាវនៃភាពជ្រុលនិយមនេះនៅក្នុងសង្គមយើងដែលនាំទៅដល់ការបែកបាក់ដែលលំបាកនិងរកការជានីយបានរវាងខ្មែរនិងខ្មែរអ្វីជាហេតុផលដែលធ្វើឲ្យមានការបែកបាក់និងសងសឹករវាងខ្មែរយ៉ាងជ្រាលជ្រៅដូច្នេះមានមូលហេតុដូចខាងក្រោមដែលឆ្លើយទៅនឹងសំណួរខាងលើ 1. វិបត្តិមនសិការនិងសតិសម្បញ្ញៈរបស់ប្រជាជនខ្មែរប៉ុន្មានទសវត្សរ៍ចុងក្រោយខ្មែរបាត់បង់នៅសតិសម្បញ្ញៈរបស់ខ្លួនអ្វីបើស្ទើរគ្រប់គ្នាឯកភាពគ្នាថាព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋឯខ្លួនជាពុទ្ធសាសនិកនិងប្រារព្ធរាល់បុណ្យទានដូចជាភ្ជុំបិណ្ឌវិសាខបូជាឬទៅវត្តវាឡាមែនប៉ុន្តែពុំបានយកពុទ្ធវាទមកពិចារណានិងប្រតិបត្តិទេជាពិសេសក្នុងមជ្ឈដ្ឋានអ្នកនយោបាយនិងពួកយុវជនខ្លះការបាត់បង់ជំនឿបុណ្យបាបនិងការមិនប្រើបញ្ញាក្នុងការពិចារណាតាមផ្លូវកណ្ដាលឬមជ្ឈិមបដិបត្តិទេនេះគឺជាមូលហេតុមួយដែលនាំមនុស្សប្រព្រឹត្តអំពើអកុសលនិងជ្រុលនិយមនៅក្នុងសង្គមកម្ពុជាសូម្បីតែព្រះសង្ឃដែលជាសក្ការៈបុគ្គលដ៏ខ្ពង់ខ្ពស់ដែលពុទ្ធសាសនិកជនខ្មែរគោរពក៏ត្រូវបានពួកខ្មែរតឹងប្រមាថដោយមិនគិតបុណ្យនិងបាបខុសឬត្រូវឋានសួគ៌ឬក៏នរកឡើយ 2. ការប្រេះឆាក្នុងសង្គមខ្មែរផ្ដើមចេញពីអ្នកនយោបាយដែលមិនត្រឹមតែមានទស្សនៈមិនដូចគ្នានោះទេវាថែមទាំងច្រើនមានគំនិតអាត្មានិយមនិងអញនិយមកម្រិតខ្ពស់ជារឿយៗរៀងខ្លួនផងភាពមានតែអញបានរៀងនៅការស្វែងយល់ពីគ្នានៅគ្រប់កលៈទេសៈទាំងអស់និងមិនអាចឲ្យភាគីទំនាស់លំអោនដាក់គ្នាបានឡើយភាពរឹងត្អឹងនេះហើយធ្វើឲ្យខ្មែរបន្តភាពជាសត្រូវនិងចងអាឃាតគ្នាគ្មានថ្ងៃជានីបានអ្នកនយោបាយខ្មែរបង្កប់នៅការគុំគួនយ៉ាងជ្រាលជ្រៅចំពោះអ្នកដែលធ្លាប់ប្រឆាំងឬមិនគ្រប់គ្រងខ្លួនការបាត់បង់សុភវិនិច្ឆ័យការលំបាកដែលអ្នកនយោបាយខ្មែរគិតឬសម្រេចធ្វើអ្វីមិនម៉ត់ចត់ទេតែងប្រឡាំប្រកើហើយធ្វើទៅមានកំហុសដល់គេបន្ទោសឬរិះគន់ក៏ខឹងនឹងចងចិត្តជាសត្រូវនឹងគ្នា 3. ជីវិតដែលនៅឆ្ងាយពីការពិតនៅពេលដែលយើងមិនយល់ការពិតនោះយើងនៅឆ្ងាយពីយុត្តិធម៌យើងប្រឆាំងយុត្តិធម៌មនុស្សមិនមានអារម្មណ៍ស្ងប់ស្ងៀមឡើយនៅពេលដែលមនុស្សខ្លាចការពិតការទុកចិត្តគ្នាមិនអាចកើតមានបានទេ 4. មរតកវប្បធម៌នយោបាយសេសសល់ពីរបបកម្ពុជាប្រជាធិបតេយ្យនិងក្រោយនោះបន្សល់នៅផ្នត់គំនិតសងសឹកចំពោះគ្នាទៅវិញទៅមកអ្នកនយោបាយខ្មែរច្រើនមានផ្នត់គំនិតបែបយោធាដែលហាក់បន្តវប្បធម៌នយោបាយនៃរបបខាងលើរហូតមក 5. នយោបាយរូបនីយកម្មជីវិតសង្គមនេះជាវប្បធម៌នយោបាយសង្គមថ្មីការបែកបាក់ផ្ដើមចេញពីទស្សនៈរបស់អ្នកនយោបាយហើយពួកក្រោយនេះបានអូសទាញស្ថាប័ននិងអ្នកគ្រប់គ្រងខ្លួនឲ្យជប់ជំពាក់ទៅក្នុងចំនួនថែមទៀតគូផ្សំនឹងការខ្វះសតិសម្បញ្ញៈផងវាជាចំនួននឹងបែកបាក់គ្នាយ៉ាងស្រួចស្រាវរវាងខ្មែរនិងខ្មែរផ្ទុយទៅវិញនៅពេលដែលវិចារណញ្ញាណមនុស្សនៅមានត្រឹមត្រូវមនុស្សមានសុភវិនិច្ឆ័យគេអាចវិនិច្ឆ័យលើពាក្យសម្ដីនិងទង្វើរបស់អ្នកនយោបាយគេអាចញែកភាពខុសនិងត្រូវខ្មៅនិងសភាពទុច្ចរិតនិងសុចរិតអយុត្តិធម៌និងយុត្តិធម៌រឿងបុគ្គលនិងជាតិ 6. សម្ដីភាសាអ្នកនយោបាយអ្នកដឹកនាំក៏បណ្ដោះតែភាពដាច់ខាតនិងមើលគ្នាក្នុងភាពជាគូសត្រូវហើយជាប្រមាថគូផ្សំនឹងការបាត់បង់វិចារណញ្ញាណរបស់មនុស្សផងពលរដ្ឋយើងក៏មានគំនិតចង់អាឃាតចំពោះគ្នានិងតែងបង្កឲ្យមានការប្រព្រឹត្តនៅទង្វើជ្រុលនិយមគ្រប់រូបភាពក្រៅពីនេះអ្នកនយោបាយខ្លះ
គ្រប់ដណ្ដប់ដោយវប្បធម៌នយោបាយគំនិតជាក្រុមយ៉ាងជ្រាលជ្រៅប្រការក្រោយនេះនាំមកនៅការបន្ទោសរាយដល់មនុស្សឬបកដតីដែលនៅក្រៅក្រុមបករបស់ខ្លួន 7. ការទទួលរងសេចក្តីឈឺចាប់ពីអំពើអយុត្តិធម៌ហួសហេតុដែលលំបាកបំភ្លេចនិងអត់ឱនបានពេលខ្លះអ្នកនយោបាយនិយាយថាមិនឲ្យមានវប្បធម៌ទឹកឡើងត្រីស៊ីស្រមោចប៉ុន្តែពេលដែលខ្លួនមានអំណាចក៏ប្រឹងតែធ្វើបាបភាគីម្ខាងទៀតគ្មានប្រណីអ្វីឡើយនោះគឺគ្មានអ្វីក្រៅពីធ្វើឲ្យគូបដិបត្តិម្ខាងទៀតដែលជាខ្មែរដូចគ្នាទទួលរងក្តីឈឺចាប់ហួសប្រមាណនេះជាភាពអយុត្តិធម៌ដ៏ហួសហេតុដែលភាគីម្ខាងទៀតលំបាកនឹងបំភ្លេចឬអហោសិកម្មបាន 8. ខ្មែរងាយនឹងមិនទុកចិត្តគ្នាណាស់គ្រាន់តែឮពាក្យចចាមអារាមការលៀបពណ៌ខ្មែរចាប់ផ្ដើមសង្ស័យនឹងធ្វើបុរេវិនិច្ឆ័យទៅវិញទៅមកដោយគ្មានការអង្កេតឲ្យម៉ត់ចត់ទេខ្មែរច្រើនផ្ដេកផ្ដួលលើអារម្មណ៍ជាងការស្វែងរកការពិតឬសច្ចភាព